អក្សរសាស្ត្រខ្មែរថ្នាក់ទី11អត្ថបទស្ដាប់រឿងតេជោយ៉តនៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាសមានងារជាតេជោបរមរាជដែលគេហៅថាតេជោមាសលោកមានភរិយាឈ្មោះស្រេនមានងារជាជំទាវនិងមានសិស្សឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែងស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេកស្ដេចសំរេបានតាំងខ្លួនឯងថាស្ដេចសំរេរាជាធិរាជបានតាំងទីកងទ័ពនៅដែនកំពង់ហៅកំពង់ឆ្នាំងដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថាបន្ទាយនគរស្ដេចសំរេជាមេក្រុមបះបោរប្រឆាំងនឹងស្ដេចព្រះជ័យចេស្តាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីតេជោមាសនិងយ៉តបានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែលតែត្រូវបរាជ័យជំទាវស្រេនបានរៀបចំល្បិចបញ្ឆោតឲ្យស្ដេចសំរេធ្លាក់ក្នុងអន្លង់ស្នេហ៍ចំពោះរូបនាងហើយបង្អកស្រារហូតដល់ស្រវឹងស្ដេចសំរេនិងបពពួកត្រូវបានតេជោមាសយ៉តនិងកងទ័ពចាប់ទៅថ្វាយព្រះជ័យចេស្តាកាត់ទោសតាមច្បាប់នគរក្រោយពីបានទទួលជ័យជំនះលើស្ដេចសំរេរួចមកតេជោមាសបានអនិច្ចកម្មទៅព្រះរាជាក៏ប្រទានងារនេះទៅឲ្យតេជោយ៉តបំពេញតួនាទីដឹកនាំកងទ័ពជំនួសតេជោយ៉តបានទទួលរាជបញ្ជានិងដាវអាជ្ញាសិទ្ធិទៅបង្ក្រាបពួកឆ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់ឆ្លងតាមបទពិសោធន៍របស់ឧញ្ញាចក្រីនិងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឆ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្ដាលមកពីមានខ្មាំងនៅខាងក្រោយតេជោយ៉តបានបញ្ជាកេណ្ឌទ័ពទៅលង្វែកកំពង់ស្វាយក្នុងនោះមានម៉ឺនចៃចង្រាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរដើម្បីយកខ្មាំងខាងក្រោយខ្នងតេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាស់ចុងកសាងបន្ទាយបើនរណាប្រឆាំងត្រូវសម្លាប់ចោលបពពួកម៉ឺនចៃចង្រាក់មិនបានធ្វើតាមបញ្ជានោះឡើយហើយថែមទាំងធ្វើតាមទំនឹងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូកនិងជាអ្នកម្នាងនៃព្រះមហាក្សត្រនិងជួយឲ្យរួចពីកំណែននេះទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចង្រាក់នេះឯងជាខ្មាំងពីក្រោយខ្នងហើយក៏ចាប់យកទៅសម្លាប់ចោលទៅក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនោះបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិតព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនោះតែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯងដោយការទទូចសុំរបស់អ្នកម្នាងនោះខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនោះពេលកំពុងជជែកគ្នានោះតេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនោះជាខ្មាំងពីក្រោយខ្នងព្រោះបានរំខានខ្លួនធ្វើសឹកបើឱកាសឲ្យសត្រូវវាយលុកនិងទទួលសំណូកដើម្បីការពារបពពួកម៉ឺនចៃចង្រាក់ធ្វើឲ្យកងទ័ពបាត់ស្មារតីហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនោះនាពេលនោះទៅតេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯងការបង្ក្រាបឆ្លើយសៀមបះបោរបានសម្រេចជោគជ័យតេជោយ៉តបានឲ្យគេធ្វើឃ្នះហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនោះព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យមន្ត្រីដោះលែងនិងឲ្យទៅត្រួតត្រាការខេត្តកំពង់ស្វាយតេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រេនមកធ្វើជាភរិយាតែមិនបានសម្រេចទេព្រោះជំទាវស្រេនបានគិតថាយ៉តជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរដោយសង្កេតឃើញថាជំទាវស្រេនរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះតេជោយ៉តបានប្រើល្បិច
លួចយកកម្មជណ្ដើរផ្ទះជំទាវស្រែនមកអោយជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមានិងរូបតេជោមាសហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួនជំទាវស្រែនបានទៅចូលរួមហើយត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកម្មជណ្ដើរផ្ទះរបស់ខ្លួនឯងគ្រានោះជំទាវស្រែនយល់នៃទង្វើរបស់តេជោយ៉តហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅដកស្រង់ចេញពីល្ខោនបាសាក់តេជោយ៉តរបស់លោកទីជីហួតនិពន្ធឆ្នាំ1983